បាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះម៉ោង 9:02 នាទីយប់មកនៅតំបន់រដ្ឋធានី Washington ថ្ងៃប្រហ័សទី 16 ខែតុលាឆ្នាំ 2025 ហើយនៅខាងតំបន់រដ្ឋ California គឺម៉ោង 6:02 នាទីល្ងាចដោយឡែកនៅប្រទេសកម្ពុជាវិញគឺថ្ងៃសុក្រទី 17 ខែតុលាម៉ោង 8 ព្រឹកហើយបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទព័ត៌មានទី1នេះគឺលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានាធិបតីនៃប្រទេសរុស្ស៊ីលោក Vladimir Putin មានគម្រោងនឹងជួបគ្នាក្នុងពេលឆាប់ៗនេះក្នុងប្រហែលជា2សប្តាហ៍ទៀតប៉ុន្តែជំនួបផ្ទាល់មុខគ្នានេះនឹងជួបនៅប្រទេសហុងគ្រីបាទដែលជាអ្នករៀបចំទទួលការដែលសម្រាប់ជួបគ្នាគឺក្រោយពីមានការសន្ទនាគ្នាអស់រយៈពេលជាង2ម៉ោងនៅថ្ងៃនេះហើយក៏ទន្ទឹមគ្នានោះដែរលោក Trump នឹងជួបជាមួយនឹងលោក Zelensky នៅថ្ងៃស្អែកមកនៅសហរដ្ឋអាមេរិកព័ត៌មានទី2គឺមេយុទ្ធភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកគឺលោកផ្កាយមាស4បានសម្រេចលាលែងចេញពីតំណែងបាទក្នុងពេលដែលលោកកំពុងតែមានការដឹកនាំប្រតិបត្តិការដែលដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសវេណេស៊ុយអេឡាហើយមានប្រតិបត្តិការនៅទីនោះជាពិសេសគឺការវាយប្រហារទៅលើទូកដែលសហរដ្ឋអាមេរិកចោទថាដឹកគ្រឿងញៀនព័ត៌មានទី3គឺតាក់ទងជាមួយនឹងការប្រើកម្លាំងសាច់ដុំរបស់សហរដ្ឋអាមេរិកដោយមានបង្ហោះយន្តហោះទម្លាក់គ្រាប់បែក B-52 ហើយនឹងឧទ្ធម្ភាគចក្រផងដែរទៅសមុទ្រនៅក្បែរប្រទេសវេណេស៊ុយអេឡាដែលជាចេតនាមួយដើម្បីបង្ហាញសាច់ដុំរបស់សហរដ្ឋអាមេរិកទៅដល់មេដឹកនាំប្រទេសវេណេស៊ុយអេឡាគឺ Nicolas Maduro ហើយព័ត៌មានទី4នេះគឺលោកប្រធានាធិបតី Donald Trump បានព្រមានក្រុម Hamas ថាប្រសិនបើមិនបញ្ឈប់ការសម្លាប់មនុស្សនៅក្នុងទីក្រុង Gaza ទេតំបន់ Gaza ទេគឺគ្មានជំរឿនណាក្រៅតែពីបញ្ជូនទាហានចូលទៅនោះដើម្បីសម្លាប់ក្រុម Hamas នោះទេប្រតិកម្មរបស់លោកប្រធានាធិបតី Donald Trump កើតមានឡើងក្រោយពីមានរបាយការណ៍ថាក្រុម Hamas បានងើបចេញពីកន្លែងលាក់ខ្លួនហើយតាមប្រមាញ់គូបដិបករបស់ខ្លួនដែលបានសហការជាមួយនឹងទាហានអ៊ីស្រាអែលក្នុងពេលកន្លងមកនេះតាមសេចក្តីរាយការណ៍របស់ Reuters គឺយ៉ាងហោចណាស់មានគូបដិបកចំនួន33នាក់ត្រូវបានពួក Hamas បាញ់សម្លាប់ហើយព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍ស្រាវជ្រាវរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបង្ហាញថាមីនដែលថៃបានយកមកបង្ហាញក្នុងពេលកន្លងមកនេះគឺទំនងជាបើតាមអ្នកជំនាញគឺថាទំនងជាមីនថ្មីគឺមិនដូចអ្វីដែលកម្ពុជាអះអាងថាមានចាស់នោះទេក៏ប៉ុន្តែអ្នកជំនាញបាននិយាយថាគេក៏មិនអាចទាញការសន្និដ្ឋានច្បាស់លាស់ថាតើភាគីណាជាអ្នកដាក់នោះឡើយខ្ញុំយកព័ត៌មាននេះមកជម្រាបជូនប្រិយមិត្តដើម្បីជៀសវាងការអានអត្ថបទនេះច្រឡំហើយបកស្រាយច្រឡំឲ្យមានការយល់ច្រឡំបន្ថែមទៀតបាទអញ្ចឹងដូច្នេះខ្ញុំរៀបជូនប្រិយមិត្តទាំងអស់គ្នាដោយសង្ខេបពីអត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ព័ត៌មានទី1នេះគឺបានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump ហើយនិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសន្ទនាគ្នាតាមទូរស័ព្ទអស់រយៈពេល2ម៉ោងនៅថ្ងៃប្រហ័សនេះគឺការសន្ទនានេះកើតឡើងអស់រយៈពេល2ខែក្រោយពីមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងរដ្ឋ Alaska ហើយខ្លឹមសារនៃការពិភាក្សាគ្នាទាំងសងអស់រយៈពេល2ម៉ោងនោះមិនទាន់ទៅបានគេបង្ហាញឲ្យដឹងជាសាធារណៈនៅឡើយទេបើតាមសេចក្តីរាយការណ៍របស់ទូរទស្សន៍ BBC បានដឹងថាមេដឹកនាំទាំងពីរបានសម្រេចថានឹងជួបគ្នាដោយផ្ទាល់ទល់មុខគ្នាជាថ្មីម្ដងទៀតបាទដែលអាចនឹងជួបនៅទីក្រុង Budapest ប្រទេសហុងគ្រីដែលជាអ្នករៀបចំម្ចាស់ផ្ទះជូនមេដឹកនាំទាំងពីរហើយប៉ុន្តែការបរិច្ឆេទដែលគេថានឹងជួបគ្នានៅពេលណាគឺនៅមិនទាន់ដឹងនៅឡើយទេក៏ប៉ុន្តែលោកប្រធានាធិបតី Donald Trump បាននិយាយឲ្យដឹងថាការជួបគ្នានេះអាចធ្វើឡើងក្នុងរយៈពេល2សប្តាហ៍ទៀតឬក៏អាចលឿនជាងនេះបើតាមការបញ្ជាក់របស់លោក Trump ហើយបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាទីប្រឹក្សានៃមេដឹកនាំទាំងពីរ
ទីប្រឹក្សាកម្រិតជាន់ខ្ពស់ផងដែរកំពុងតែធ្វើការជាមួយគ្នាដើម្បីរៀបចំកិច្ចប្រជុំដោយពួកគេមានគម្រោងនឹងជួបប្រជុំគ្នាដោយផ្ទាល់នៅសប្តាហ៍ក្រោយហើយគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីនាំយកនៅបញ្ហាយ៉ាងណាធ្វើឲ្យការសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែនគឺបានបញ្ចប់ហើយនេះបើតាមការបញ្ជាក់តាមបណ្ដាញសង្គមរបស់លោកប្រធានាធិបតី Donald Trump នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីបាននិយាយថាការរៀបចំសម្រាប់កិច្ចប្រជុំកម្ពុជានេះគឺកំពុងតែដំណើរការទៅហើយការហៅទូរស័ព្ទរវាងលោកប្រធានាធិបតី Donald Trump ជាមួយនឹងលោកប្រធានាធិបតីនៃប្រទេសរុស្ស៊ីបានកើតមានឡើងក្នុងខណៈពេលដែលប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky គឺមានគម្រោងនឹងជួបគ្នាជាមួយនឹងលោកប្រធានាធិបតី Donald Trump នៅឯសេតវិមាននៅថ្ងៃសុក្រនេះដែលនៅក្នុងអំឡុងពេលនៃការជួបប្រជុំនោះគឺមេដឹកនាំទាំងពីរមានគម្រោងពិភាក្សាគ្នាអំពីអ្វីដែលលោក Trump បានពិភាក្សាគ្នាជាមួយនឹងលោកពូទីនផងដែរហើយបេសកកម្មរបស់លោកពូទីនបេសកជនពិសេសរបស់លោកពូទីនវិញបាននិយាយថាការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរនេះគឺមានលក្ខណៈវិជ្ជមាននិងប្រកបទៅដោយផ្លែផ្កាបាទនេះគឺជាព័ត៌មានទី1ដែលខ្ញុំរៀបចំជូនប្រិយមិត្តទាំងអស់គ្នារីឯព័ត៌មានទី2វិញគឺបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times បានឲ្យដឹងថាលោកមេបញ្ជាការបាទលោកមេបញ្ជាការយោធាដែលមើលការខុសត្រូវលើការវាយប្រហារដែលបង្កើនឡើងរបស់មន្ទីរបញ្ចកោណប្រឆាំងនឹងទូកនៅសមុទ្រការ៉ាអ៊ីបដែលរដ្ឋបាលលោក Trump និយាយថាកំពុងរត់ពន្ធគ្រឿងញៀននោះបាននិយាយនៅថ្ងៃប្រហ័សនេះថាលោកនឹងលាលែងចេញពីតំណែងលោកគឺជាឧត្តមនាវីឯកផ្កាយមាស4បាទ Alvin Halsey លោកនឹងចាក់ចេញពីការងារជាប្រធានបញ្ជាការយុទ្ធភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកដែលគ្រប់គ្រងប្រតិបត្តិការទាំងអស់នៅតំបន់អាមេរិកកណ្ដាលនិងអាមេរិកខាងត្បូងទោះបីជាមន្ទីរបញ្ចកោណកំពុងតែបញ្ជូនកម្លាំងរហូតដល់ 10,000 នាក់ទៅតំបន់នោះនៅក្នុងអ្វីដែលសហរដ្ឋអាមេរិកចាត់ទុកថាគឺជាបេសកកម្មប្រឆាំងនឹងគ្រឿងញៀននិងប្រឆាំងភេរវកម្មដ៏សំខាន់នៅតំបន់នោះគេមិនដឹងច្បាស់ថាតើហេតុអ្វីបានជាលោកឧត្តមនាវីឯក Halsey បានចាក់ចេញភ្លាមក្រោយពីកាន់តំណែងមិនដល់1ឆ្នាំផងដែលជាធម្មតាតំណែងនេះគឺមានរយៈពេល3ឆ្នាំហើយនៅចំពេលដែលសហរដ្ឋអាមេរិកកំពុងតែរៀបចំប្រតិបត្តិការដ៏ធំបំផុតនៅក្នុងអាជីពរយៈពេល37ឆ្នាំរបស់លោកប៉ុន្តែមន្ត្រីដែលកំពុងកាន់ការងារបច្ចុប្បន្ននិងអតីតមន្ត្រីយោធាចំនួន2នាក់បាននិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាឧត្តមនាវីឯក Halsey បានលើកឡើងអំពីការព្រួយបារម្ភរបស់លោកពាក់ព័ន្ធនឹងបេសកកម្មនៅទីនោះហើយនឹងការដែលសហរដ្ឋអាមេរិកវាយប្រហារលើទូកនាពេលកន្លងមកបាទនៅពេលដែលមេបញ្ជាការចាប់ផ្ដើមសួរសំណួរអំពីភាពស្របច្បាប់នៃប្រតិបត្តិការរបស់ខ្លួនមកជាការពិតគឺជាការដើរផ្ទុយជាមួយនឹងថ្នាក់ដឹកនាំខាងលើអាចមិនមានការព្រមព្រៀងប្រកាសជាទៅចេញពីតំណែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth មិនបាននិយាយអំពីការប៉ះទង្គិចពាក្យសម្ដីគ្នាណាមួយជាមួយនឹងលោកមេបញ្ជាការផ្កាយមាស4របស់ខ្លួននោះទេលោក Hegseth បានមានប្រសាសន៍ថាលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឧត្តមនាវីឯក Alvin Halsey សម្រាប់ការងាររយៈពេល37ឆ្នាំដែលបម្រើប្រទេសជាតិប្រកបដោយកិត្តិយសក្នុងខណៈពេលដែលលោកមានគម្រោងនឹងចូលនិវត្តន៍នៅចុងឆ្នាំនេះបាទនេះនៅសហរដ្ឋអាមេរិកព័ត៌មានទី2បាទអញ្ចឹងលោក Halsey លោកនេះនៅក្នុងរូបភាពណាបាទលោកនឹងចុះចេញពីតំណែងរីឯព័ត៌មានទី3គឺជាសេចក្តីរាយការណ៍របស់កាសែត Washington Post បាទ Washington Post បានរាយការណ៍ឲ្យដឹងគឺបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post គឺឲ្យដឹងថារដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងតែបង្កើនសម្ពាធយោធារបស់អាមេរិកយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលរបស់លោក Nicolas Maduro ដែលជាមេប្រធានាធិបតីដឹកនាំផ្ដាច់ការនៃប្រទេស Venezuela ដោយការបង្ហាញយ៉ាងខ្លាំងនឹងការគំរាមកំហែងពីលើអាកាសក្នុងរយៈពេលប្រមាណថ្ងៃថ្មីនេះនៅពេលដែលមន្ទីរបញ្ចកោណបង្កើនការកសាងកម្លាំងទ័ពដ៏សំខាន់នៅក្នុងតំបន់នោះ
ការពីថ្ងៃពុធគឺយ៉ាងហោចណាស់មានយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B52 ចំនួន2គ្រឿងដែលបើកចេញមកពីរដ្ឋ Louisiana បានហោះហើរអស់រយៈពេលជាច្រើនម៉ោងពីឆ្នេរនៅក្បែរប្រទេស Venezuela ប៉ុន្តែនៅក្នុងដែនទឹកអន្តរជាតិនេះគឺជាអ្វីដែលមន្ត្រីជាន់ខ្ពស់អាមេរិកបានហៅនៅថ្ងៃប្រហ័ននេះថាជាការបង្ហាញកម្លាំងជាការបង្ហាញសាច់ដុំឲ្យដឹងយន្តហោះ B52 អាចផ្ទុកគ្រាប់បែកជាច្រើនគ្រាប់ដែលអាចបាញ់ត្រង់ចំគោលដៅតែម្ដងហើយក្នុងរយៈពេលប្រហែលថ្ងៃថ្មីនេះអង្គភាពអាកាសទ័ពអាកាសដែលធ្វើប្រតិបត្តិការរបស់កងទ័ពឆ្នើមកំពុងតែហោះហើរនៅតំបន់សមុទ្រការ៉ាបៀនភាគខាងត្បូងដែលនៅក្បែរសមុទ្រនៃប្រទេសវេណេស៊ុយអេឡាមន្ត្រីអាមេរិកម្នាក់ទៀតបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថាឧទ្ធម្ភាគចក្រនោះជារបស់កងវរៈសេនាធំទ័ពអាកាសដែលធ្វើនៅក្នុងប្រតិបត្តិការពិសេសលេខទី160បានហោះហើរនោះគឺដើម្បីក្នុងគោលបំណងហាត់វឹកវើទេមិនមែនជាការហាត់សមសម្រាប់ការវាយប្រហារយោធាណាមួយដែលអាចកើតមានឡើងនៅក្នុងប្រទេសវេណេស៊ុយអេឡានោះទេនេះបើតាមមន្ត្រីអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយមិនអាចមានសិទ្ធិនៅក្នុងការពិភាក្សាអំពីប្រតិបត្តិការនោះមន្ត្រីរូបនេះបានទទួលស្គាល់ថាវត្តមានរបស់កងវរៈសេនាធំដែលត្រូវបានរាយការណ៍ពីមុនដោយកាសែត The Washington Post គឺមានបំណងផ្ដល់ជំរឿសដល់លោកប្រធានាធិបតី Trump ខណៈដែលលោកនិងរដ្ឋបាលរបស់លោកកំពុងតែបង្កើនសម្ពាធលើជនសង្ស័យជួញដូរគ្រឿងញៀននៅក្នុងតំបន់និងលើលោកនីកូឡាម៉ាឌូរ៉ូមេដឹកនាំផ្ដាច់ការរបស់ប្រទេសវេណេស៊ុយអេឡាបាទហើយព័ត៌មានចុងក្រោយព័ត៌មានទី4បាទព័ត៌មានទី4បាទព័ត៌មានទី4នោះគឺតាក់ទងជាមួយនឹងការធ្វើសកម្មភាពរបស់ក្រុមហាម៉ាស់ដែលបានចេញពីពួននៅក្នុងរូងនិងអគារបាក់បែកជាច្រើនចេញមកវិញហើយបានបន្តសកម្មភាពសម្រាប់គូបដិបករបស់ខ្លួនពេលនេះលោកប្រធានាធិបតី Donald Trump បានព្រមានថាប្រសិនបើពួកគេមិនបញ្ឈប់ការសម្លាប់ទេគឺសហរដ្ឋអាមេរិកគ្មានជំរឿសអ្វីទេក្នុងការដែលត្រូវបញ្ជូនកម្លាំងដើម្បីឲ្យទៅបញ្ឈប់សកម្មភាពការបង្ហូរឈាមនៅក្នុងតំបន់ហ្គាហ្សានេះបើតាមការថ្លែងរបស់លោកប្រធានាធិបតី Donald Trump នៅថ្ងៃប្រហ័ននេះបាទគឺលោកថាសហរដ្ឋអាមេរិកត្រូវតែប្រើកម្លាំងដែលអាចនឹងសម្លាប់បានលោកបានបញ្ជាក់ថាប្រសិនបើក្រុមហាម៉ាស់នៅតែបន្តសម្លាប់មនុស្សនៅក្នុងតំបន់ហ្គាហ្សាគឺវាមិនមែនជារឿងមួយដែលត្រូវរក្សាកិច្ចព្រមព្រៀងនោះទេគឺយើងគ្មានជំរឿអ្វីក្រៅតែពីចូលទៅទីនោះហើយសម្រាប់ពួកគេទេសូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះបញ្ហានេះប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសួរថាតើសហរដ្ឋអាមេរិកនឹងបញ្ជូនកម្លាំងរបស់ខ្លួនដើម្បីទៅកំទេចពួកហាម៉ាស់ឬទេលោកត្រាំបាននិយាយថាមិនមែនជាកម្លាំងរបស់សហរដ្ឋអាមេរិកនោះទេគឺប្រកាសជាមានអ្នកនឹងអាចទៅបានទទួលការអនុញ្ញាតចូលទៅនោះហើយគឺមិនមែនជាសហរដ្ឋអាមេរិកទេគឺយើងមិនចូលទេគឺមានមនុស្សជាច្រើនដែលនៅទីនោះដែលគេអាចនឹងត្រូវបានទទួលការអនុញ្ញាតឲ្យចូលហើយគឺក៏នឹងធ្វើកិច្ចការនោះបានល្អប្រសើរផងដែរដោយមានការគ្រប់គ្រងពីយើងបើតាមសេចក្តីរីការបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ហើយនឹងចងក្រងពីព្រឹត្តិការណ៍នានាក្នុងរយៈពេលប្រមាណថ្ងៃនេះក្រោយពីបានសម្រេចបានកិច្ចព្រមព្រៀងមកគឺក្រុមហាម៉ាស់បានចេញមកតាមព្យាបាទតាមប្រមាញ់ជនក្រុមហើយនឹងក្រុមគ្រួសារហើយនឹងសេនាជនដែលជាគូបដិបករបស់ខ្លួនអស់33នាក់ហើយដោយមានអ្នកខ្លះត្រូវបានគេចងស្លាប់សេកចងមុខបាញ់សម្លាប់នៅកណ្ដាលផ្លូវតែម្ដងបាទនេះគឺជាព័ត៌មានទី4រីឯព័ត៌មានទី5នេះបាទគឺជាសេចក្តីរីកា exclusive របស់ទីភ្នាក់ងារសារព័ត៌មាន Reuters មានតាំងពីវីដេអូមានតាំងពីអត្ថបទក៏ប៉ុន្តែខ្ញុំឃើញមានការចុះផ្សាយមួយចំនួនដែលដកស្រង់តែផ្ដោតទៅលើតែចំណងជើងដោយប្រហែលជាខ្លឹមសារនៅខាងក្នុងអាចនឹងបកប្រែខុសខ្ញុំក៏សម្រេចចិត្តយកមកចែកចម្លែកប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងឲ្យបានច្បាស់ដើម្បីយល់ឲ្យបានច្បាស់អំពីសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ខ្ញុំមិនបកប្រែទាំងស្រុងទេគឺខ្ញុំដកជា paragraph ដើម្បីបង្ហាញឲ្យដឹងថានៅក្នុងអត្ថបទនេះគឺមានចំណុចសំខាន់កន្លែងណាខ្លះដែលប្រិយមិត្តគួរយល់ដឹងគឺបើយើង
តាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាយោធាថៃបានផ្ដល់ឲ្យ Reuters នៅសិទ្ធិចូលទៅមើលវីដេអូនិងរូបថតដែលថៃបាននិយាយថាជាប្រតិបត្តិការដោះមីនប្រភេទ PMN2 ជាបន្តបន្ទាប់ដែលធ្វើឡើងដោយកងទ័ពរបស់ថៃនៅទីតាំងដែលមានការផ្ទុះកាលពីថ្ងៃទី16ខែកក្កដាក៏ដូចជាការផ្ទុះមីននៅតំបន់មួយផ្សេងទៀតនៅថ្ងៃទី23ខែកក្កដាបាទបានន័យថា Reuters គាត់អាចចូលទៅមើលដោយថៃអនុញ្ញាតឲ្យគាត់មើលបាទថៃប្រើទីភ្នាក់ងារសារព័ត៌មាន Reuters ដើម្បីផលប្រយោជន៍របស់គាត់ក្នុងអំឡុងពេលទស្សនកិច្ចនៅខែសីហាទៅកាន់អង្គភាពជួរមុខរបស់ប្រទេសថៃកាលពីថៃរៀបចំដំណើរទស្សនកិច្ចទៅមើលកន្លែងដោះមីនឲ្យអ្នកសារព័ត៌មានទៅមានទាំងទូតមានអីទាំងផងនោះកាលនោះគឺទីភ្នាក់ងារសារព័ត៌មានបានថតរូបគ្រាប់បាទហើយបាននិយាយថាគឺបានឃើញឧបទ្ទវហេតុនេះគឺក៏ដូចជារូបភាពនៃគ្រាប់មិនទាន់ផ្ទុះបាទរាប់សិបបាទគឺគេដាក់បង្ហាញឲ្យគាត់ឃើញដែលប្រទេសថៃបាននិយាយថាត្រូវបានគេយកមកពីតាមតំបន់ព្រំដែនបាទហើយ Reuters បានពិនិត្យទិន្នន័យមេតានៅលើរូបភាពចំនួន7ដែលបានផ្ដល់ជូនមកឲ្យ Reuters ដោយទាហានរបស់ថៃដែលទាហានថៃអះអាងថាពួកគេបានថតក្នុងពេលដំណើរគ្នាជាមួយនឹងប្រតិបត្តិការដោះមីនរបស់ថៃដែលបានធ្វើឡើងនៅតាមបណ្ដោយព្រំដែនរវាងថ្ងៃទី18ដល់ថ្ងៃទី23ខែកក្កដាដែលរាយការណ៍ក្នុងឯកសារយោធាដែលក្នុងឯកសារនោះมันបានបញ្ជាក់កាលបរិច្ឆេទចំនួន2អំពីក្របនៅតាមព្រំដែនដែលទីភ្នាក់ងារសារព័ត៌មានបានឃើញទិន្នន័យមេតាទិន្នន័យដើមគឺมันបានបង្ហាញទីតាំងហើយ Reuters ក៏មិនអាចបញ្ជាក់ដោយឯករាជ្យពីកន្លែងដែលរូបភាពនៅពេលណារូបភាពនោះត្រូវបានថតនៅឡើយទេកន្លែងនេះដែលខ្ញុំចង់ឲ្យប្រិមិត្តយល់ពីព្រោះអ្នកខ្លះអត់យល់ពីចំណុចហ្នឹងទេបកប្រែតាមអង់គ្លេសដូចខ្ញុំបកប្រែមិញហ្នឹងគឺអុយសុយហើយបាទគឺយល់ច្រឡំច្រើនណាស់នៅក្នុងរូបភាពជាពិសេសអ្នកប្រើ iPhone យល់ហើយកាលពីមុនមានតែរូបភាពកាមេរ៉ាឬក៏អ្នកដែលជាគ្រូបង្រៀនជាអីអ្នកដែលកសែតអីទេដែលគេមានsoftware ដែលមើល metadata ហ្នឹងបាទ metadata ហ្នឹងគឺដូចរូបភាពនៅក្នុង iPhone យើងអញ្ចឹង iPhone យើងចុចមើល location គាត់ទៅចុចរូបភាពហ្នឹងយើងដឹង location ថតនៅកន្លែងណាថតនៅម៉ោងណា coordination អីមានទាំងអស់អាហ្នឹងគេហៅ metadata ក៏ប៉ុន្តែបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters រូបភាពដែលថៃផ្ដល់ឲ្យទៅ Reuters ចំនួន7រូបនេះគឺលុប metadata នឹងចោលអត់បញ្ជាក់ថាថតនៅពេលណាអត់បញ្ជាក់ថាថតនៅទីតាំងណាទេ Reuters យកទៅផ្ទៀងផ្ទាត់អត់ចេញទេបើសិនជាថៃគាត់ថតនៅកន្លែងដែលកើតហេតុឃើញនឹងមែនlocation ដែលគាត់ដាក់នៅក្នុងរូបភាពម៉ោងដែលគាត់ថតហ្នឹងជារឿងសំខាន់ណាស់ជាផុសតាងដែលគាត់អាចបញ្ជាក់ថាគាត់ថតនៅទីនោះឬក៏គាត់បើគាត់ចង់លេងល្បិចណាគាត់យកមីនទៅដាក់កន្លែងហ្នឹងហើយគាត់ថតឡើងវិញទៅពេលហ្នឹងហេតុអីបានជាទាហានថៃលុប metadata នៅចោលកន្លែងហ្នឹងអញ្ចឹងហើយ Reuters ដាក់សំណួរមកកន្លែងហ្នឹងហ្នឹងហើយដែលខ្ញុំយកមកបញ្យល់ឲ្យប្រិយមិត្តទាំងអស់គ្នាយល់ខ្ញុំធ្លាប់បាននិយាយពីរឿងសហការីខ្ញុំម្នាក់ដែលទៅថតរូបassignment ឲ្យទៅថតរូបនៅចាំបានទេរូបប្រហែលជាលោកប៊ុនហៀងឬក៏លោកផាណាយធ្លាប់ចូលតាំងពីយូរយល់តាន់ចំនួនរឿងដែលខ្ញុំធ្លាប់បាននិយាយដែលគ្រូបរិញ្ញាម្នាក់សុកចិត្តដេញសិស្សម្នាក់ចោលពីថ្នាក់ដោយសារតែយករូបភាពមកបន្លំយករូបភាពតាំងពី5ឆ្នាំមុនមកឲ្យគ្រូគាត់ដាក់ចូលក្នុង metadata software ហ្នឹងគាត់មើលទៅរូបនោះថតតាំងពី5ឆ្នាំមុនមិនមែនថតកាលពីចុងសប្តាហ៍កន្លងមកដែលគ្រូឲ្យធ្វើ assignment នោះទេនឹងហើយសំខាន់ណាស់ចឹងហេតុអ្វីបានជាទាហានថៃលុបអា metadata នឹងចេញដែលយកទៅគាត់ស្មានតែ Reuters អត់ចេះផ្ទៀងទៅគេឃើញថាលុបចោលអត់មាន metadata ថាថតនៅទីណានៅកន្លែងណាអត់មានទាំងអស់ដែលនៅស្រុកខ្មែរគេហៅលេងថាគេយកពាក្យថា location លុបចោលទាំងអស់បាទហេតុអីបានជាថៃធ្វើអញ្ចឹងនឹងហើយដែលខ្ញុំគោលបំណងដែលខ្ញុំយករឿង Reuters មកបង្ហាញពីចំណុចហ្នឹងបាទគឺលុបបាទដូច្នេះ Reuters ក៏ថា Reuters មិនអាចបញ្ជាក់ដោយឯករាជ្យពីកន្លែងដែលថតរូបភាពបានទេបាទ
ចំណុចមួយទៀតអ្នកជំនាញការមានឯករាជ្យចំនួន4នាក់ដែល Reuters ស្នើឲ្យពិនិត្យនឹងវិតម្លៃរូបថតនោះគឺគាត់ថានោះគឺជាក្របបែក PMN2 ដែលត្រូវបានទៅដាក់ថ្មីនេះទេណាមិនមែនដាក់ទេក៏ប៉ុន្តែអ្នកវិភាគនោះគាត់និយាយថាគាត់មិនអាចកំណត់បានថាអ្នកណាជាអ្នកដាក់ទេដាក់ថ្មីក៏ប៉ុន្តែមិនអាចកំណត់ថាអ្នកណាជាអ្នកដាក់នោះទេអញ្ចឹងចាំឲ្យច្បាស់ណាពីព្រោះ headline សរសេររបស់ Reuters បាក់ដាក់មើល headline ប្រិមិត្តមើល headline គឺដាក់ថា landmines that sparked Thai Cambodia clash were likely newly laid experts say អ្នកខ្លះផ្ដោតទៅលើចំណុចហ្នឹងយកមកបកស្រាយខុសរឿងបាទប៉ុន្តែអានឲ្យច្បាស់គឺគេថាអាចដាក់ថ្មីក៏ប៉ុន្តែគេមិនទាញសន្និដ្ឋានបានថាអ្នកណាជាអ្នកដាក់នោះទេបាទទៅមានអាកតុយនឹងអត់គេផងបើមិនចឹងទេយើងកុហកប្រិមិត្តរបស់យើងបាទអញ្ចឹងគឺគេ9នាក់អ្នកជំនាញការមានឯករាជ្យ4នាក់ផ្ទៀងផ្ទាត់គឺគាត់ថានៅមាននឹងមាន PMN ហើយប៉ុន្តែអត់ដឹងថាអ្នកណាដាក់ទេបាទហើយបើសិនជាមាននឹងមើលតាមលក្ខណៈបច្ចេកទេសទើបដាក់ថ្មីទេបាទអញ្ចឹងដូច្នេះអ្នកណាជាអ្នកដាក់គឺអត់ដឹងដែរដោយឡែកអាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជានិងជំនួយជនរងគ្រោះហៅកាត់ថា CMAA ដែលជាទីភ្នាក់ងាររដ្ឋាភិបាលត្រួតពិនិត្យសកម្មភាពមីនបានប្រាប់ Reuters ថាការសម្រេចលើឧបទ្ទវហេតុនេះអាចទៅធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរបស់ភាគីទី3ដោយមិនលំអៀងយោធាកម្ពុជាមិនមានគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងស្តុករបស់ខ្លួនទេ CMAA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈថាមីនដែលបានផ្ទុះកាលពីថ្ងៃទី16ខែកក្កដាមិនមែនជាមីន PMN2 ទេផ្ទុយទៅវិញបង្ហាញថាអាចជាមីនផលិតនៅអាមេរិកនៅចិនឬនៅវៀតណាម PMN2 នេះគឺជាមីនផលិតនៅរុស្ស៊ីនៅពេលដែលអ្នកសារព័ត៌មានសួរលោកលីធុចថាតើហេតុអ្វីបានជាលោកអាចសម្រេចសន្និដ្ឋានបានថាមីននេះមិនមែនជាមីន PMN2 នោះគឺជាមីនរបស់នៅចិនឬក៏នៅអាមេរិកឬក៏វៀតណាមអីនោះគឺផ្អែកទៅលើអ្វីទៅបានជាអាចហ៊ានសន្និដ្ឋានអញ្ចឹងពីព្រោះលោកមិនបានទៅមើលជនរងគ្រោះឲ្យដោយផ្ទាល់លោកលីធុចបានឆ្លើយថាគឺផ្អែកទៅលើព័ត៌មានទូទៅព័ត៌មានសាធារណៈដែលមានគឺនឹងរបៀបដែលរងរបួសហ្នឹងគឺវាជាសកម្មភាពជាស្នាដៃរបស់មីនដែលមិនមែនជាមីន PMN2 នោះទេបាទនេះគឺជាអ្វីដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍អញ្ចឹងហើយខ្ញុំយកមកចែករំលែកប្រិយមិត្តទាំងអស់គ្នានេះដោយមិនឈរទៅលើខាងណាកាន់ខាងណាទេដោយខ្លាយក្តីនោះមានការបកស្រាយអង់គ្លេសដូចជាមិនច្បាស់ផងអត់ដឹងអាពាក្យបច្ចេកទេសផងបកមកកណាត់ឬក៏ផ្អែកទៅលើនិន្នាការរបស់យើងចង់ទៅកន្លែងណាទៅបកស្រាយទៅរឿងផ្សេងណាចារឿងពិតគឺដូចតែខ្ញុំបាននិយាយជម្រាបជូនមកអំបញ្ញមិញដូច្នេះដោយមិនជាសរុបមកវិញក្នុងរបាយការណ៍របស់ Reuters សេចក្តីរាយការណ៍របស់ Reuters ហ្នឹងពាក្យបច្ចេកទេសក្នុងការសរសេររបាយការណ៍ស៊ើបអង្កេតគេប្រើពាក្យថា inclusive គឺបានន័យថាសំទោសមិនមែនគឺថានិយាយខ្មែរថាគឺមិនមានអាច inconclusive បាទ inconclusive បាទគឺមានន័យថាមិនអាចសន្និដ្ឋានបានច្បាស់លាស់នោះទេបាទខ្លឹមសារប៉ុណ្្នឹងឯងបាទអញ្ចឹងអ្នកណាហ៊ាននិយាយច្បាស់លើសពីហ្នឹងប្រហែលជាគាត់អាចនឹងអានច្រឡំហើយណាបាទអញ្ចឹងអានអត្ថបទហ្នឹងឡើងវិញបាទចឹងអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទសូមអរគុណសូមជម្រាបលាអ្នកណាដែលចង់ដឹងព័ត៌មានឥឡូវតទៅនេះគឺជាការឆ្លើយសំណួរខ្លះៗប្រសិនបើខ្ញុំអាចឆ្លើយបានណាអាចឆ្លើយបានមេហេងគាត់នៅចាំបានថាដោយយករូបភាពចាស់គ្រូដេញចេញពីថ្នាក់ហ្នឹងតែត្រូវហើយបាទហ្នឹងនៅចាំបានគឺគាត់ឆែកមើលអាមេតា data ហ្នឹងហេតុអីបានជាទាហានថៃមិនទុកអាមេតា data ហ្នឹងឲ្យ Reuters មើលបើសិនជាខ្លួនឯងថតនៅហ្នឹងមែនបាទឬក៏មិនចង់បើថាលេងអវិសមយកមីនទៅថតកន្លែងហ្នឹងមួយសារទៀតទៅវាជាប់អាមេតា data នៅហ្នឹងទៅថតនៅកន្លែងណាហើយទៅលុបអាមេតា data របស់គេចោលហើយក្នុងឯកសារអត់មានដាក់ថ្ងៃណាទៀតបាទមើលឥឡូវពីលើមកចម្លើយ10នាទីសម្រាប់ឆ្លើយសំណួរអូខេ Facebook ហើយលោកហើយឡុងបាត់កាហោនឌឺដងអេរធី
បាទរទ្ធីខ្ញុំឆ្លើយហើយណាខ្ញុំឆ្លើយមុន show ហើយអឺលោកលៀងបាទជំរាបសួរលៀងទៅ New Hampshire វិញហើយមិនចឹងម៉ៅវុធាបើខ្ញុំម៉ៅវាសនាខ្ញុំបានឆ្លើយមុនហើយខាងលើឯណាបាទហើយលើបាទចម្លើយខ្លីគឺបើគាត់នៅតែបកសកម្មភាពអុចអាលបង្កហេតុច្រើនអញ្ចឹងប្រហែលជាអាចដល់ដំណាក់កាលកាន់បាតអាត្មាញោមអាហ្នឹងហើយអាចណាក៏តែអញ្ចឹងប៉ុន្តែខ្ញុំនិយាយទៅខ្ញុំមិនចង់ឃើញសេណារីយ៉ូហ្នឹងទេប៉ុន្តែបើគាត់នៅតែកើនរបៀបអញ្ចឹងសម្បីលោកសំក៏កាន់បាតអាត្មាដែរញោមអើយប៉កសូម៉ាលីបាទខ្ញុំមានសំណួរមួយចង់សួរលោកពូថាប្រសិនបើមានការចុះកិច្ចព្រមព្រៀងខ្មែរថៃមែនថាហេតុអ្វីខ្មែរយើងមិនមានដាក់លក្ខខណ្ឌទៅថៃឃើញតែខាងថៃដាក់លក្ខខណ្ឌមកខ្មែរខ្ញុំអាចសួរចាំវិញថាហេតុអីបានដឹងខ្មែរយើងមិនដាក់ខ្ញុំជឿថាខ្មែរយើងប្រហែលជាដឹងដាក់ដូចគ្នាប៉ុន្តែគ្រាន់តែថាគាត់មិនបានប្រកាសឲ្យយើងដឹងឬយ៉ាងម៉េចពីព្រោះអីនៅក្នុងនោះមានអាចនឹងមានច្រើននៅក្នុងនឹងផងដែរអញ្ចឹងណាបាទខ្ញុំនៅតែថាអាចនឹងមានក៏ប៉ុន្តែគាត់ថាមិនដឹងទៅចូលលើមូលហេតុអ្វីបានជាខាងកម្ពុជាគាត់មិនប្រកាសឲ្យដឹងនោះទេប៉ុន្តែខ្ញុំជឿថាក្នុងចំណោមលក្ខខណ្ឌដែលខ្មែរដាក់ហ្នឹងអាចនឹងឲ្យបាទដកលុះបលាដកអីនឹងចេញនឹងហើយបាទពីព្រោះឃើញខ្មែរធ្លាប់សរសេរលិខិតនឹងតវ៉ាជាច្រើនដងទៅមករហូតដល់មកអង្គការសហប្រជាជាតិទៀតនោះនៅចាំបានទេបាទទោះបីជាខាងកម្ពុជាមិនបាននិយាយជាសាធារណៈក៏ដោយក៏ប៉ុន្តែបើយោងតាមលិខិតដែលនាយករដ្ឋមន្ត្រីរបស់កម្ពុជាបានសរសេរមក UN ហ្នឹងគឺអ្វីដែលកម្ពុជាយើងទាមទារគឺទី1ឲ្យដកលុះបលានឹងចេញទី2ឲ្យប្រជាពលរដ្ឋវិលទៅទីលំនៅរបស់គាត់វិញនៅចាំបានទេបាទដូច្នេះខ្ញុំជឿថានេះជាលក្ខខណ្ឌហើយទី3គឺឲ្យមានការដោះលែងយុទ្ធជនខ្មែរទាំង18នាក់មកវិញណាបាទក្នុងលិខិតនោះមានទាំងអស់បាទនៅចាំបានទៅមើលលិខិតរបស់នាយករដ្ឋមន្ត្រីខ្មែរបានសរសេរមកខាង UN ដូចជាមកលោកត្រាំដែរលិខិតហ្នឹងបាទខ្ញុំថាហ្នឹងជាលក្ខខណ្ឌដែលខ្មែរដាក់ហើយប៉ុន្តែគាត់គ្រាន់ថាមិនគេថានិយាយជាចំណុចច្រើនដូចថៃដូចនិយាយថា4ជាប្រចាំអញ្ចឹងប៉ុន្តែខ្ញុំជឿថាមានណាចំណុចហ្នឹងទាំងអស់ហ្នឹងហើយបងប្រុសសូមបងប្រាប់ថៃផងថាខ្មែរយើងមិនដែលខ្លាចធ្វើសង្គ្រាមជាមួយថៃទេបាទពួកហាម៉ាស់ខ្ញុំពេកហើយយ៉ាក៏ថាទោះបីជាមានថ្មីឬចាស់នៅក្នុងទឹកដីខ្មែរអត់បញ្ហាព្រោះខ្មែរការពារចោលយកដីគេអត់និយាយចឹងឯយ៉ានិយាយចឹងពីព្រោះគោលការណ៍របស់កម្ពុជាយើងគឺយើងមិនដាក់មានថ្មីយើងមិនដាក់មានថ្មីទេគឺជាមានដែលសោតពីសង្គ្រាមពីព្រោះខ្មែរជាអ្នកដែលរងគ្រោះដោយសារមីនយើងខិតខំប្រឹងប្រែងដោះមីនបាទនិយាយហ្នឹងគឺយើងនិយាយយកឈ្នះគេនៅក្នុងច្បាប់អន្តរជាតិគេទាញចំណុចហ្នឹងមកយើងចាញ់គេវិញណាកុំនិយាយចឹងបាទលីកូជួងខ្ញុំដឹងច្បាស់តាមរយៈបញ្យលធ្លាក់ដោយសារបាទហ្នឹងហើយបាទពូសភាអរគុណពូបាទហ្នឹងហើយបាទភិរុនលោកកំសែងសង្គ្រាមរយៈពេល5ថ្ងៃនេះសៀមប្រាវុធស៊ុយអែតអាមេរិកនិងកូរ៉េខាងត្បូងជាដើមយកមកវាយប្រហារយើងតែប្រទេសទាំងនោះមិនបានអើពើទេចឹងមានន័យថាពួកគេទាំងនោះចូលរួមក្នុងសង្គ្រាមជាមួយសៀមមកវាយប្រទេសយើងដែរឬទេបាទខ្ញុំនិយាយចេះវិញខ្ញុំនិយាយថាហេតុអីបានយើងដឹងថាប្រទេសទាំងអស់នោះអត់និយាយណាយើងអត់ដឹងគេមិននិយាយជួនកាលគេអាចទៅនិយាយជាមួយផ្ទាល់គ្នាផ្ទាល់អានោះទី1ដែលយើងអត់ដឹងបានន័យថាមិនមែនគេមិននិយាយទេបាទទី2យើងអត់ដឹងថាលក្ខខណ្ឌនៅក្នុងការទិញអាវុធហ្នឹងយ៉ាងម៉េចទេប៉ុន្តែគាត់អត់ដឹងថាលក្ខខណ្ឌនៃការទិញអាវុធហ្នឹងគឺសម្រាប់ self defense មិនឲ្យធ្វើជាការចូលឈ្លានពានគេនោះទេអញ្ចឹងណាបាទអញ្ចឹងខ្ញុំថាការនិយាយអាចនឹងមានដែរប៉ុន្តែគឺក្នុងកម្រិតណាមួយយើងគេអត់ឲ្យយើងដឹងបាទព្រោះបណ្ដាប្រទេសទាំងអស់នោះគាត់មិនចង់ឲ្យប្រទេសណាមួយបាក់មុខទេណានៅចាំបាននៅស៊ុយអែតដូចជាមានសមាជិកសភាឬក៏ព្រឹទ្ធសភាខ្ញុំភ្លេចឈ្មោះទៅ
គាត់ធ្លាប់និយាយឲ្យប្រជុំលក់អាវុធមកថៃដែរណាបាទនៅពេលដែលគាត់ឃើញសកម្មភាពបែបហ្នឹងនៅចាំបានណាកន្លែងហ្នឹងបាទខ្ញុំធ្លាប់បានចែករំលែកដែរណាមុខខ្មែរនិងមុខថៃស្អប់ខ្មែរបាទគឹមស្រង់បាទគឹមស្រង់មុខខ្មែរនិងមុខថៃស្អប់ខ្មែរស្អីក៏ស្អប់ខ្មែរម្លេះថៃនឹងចង់និយាយថាមុខខ្មែរនិងមុខថៃដូចគ្នាបាទជាការពិតអញ្ចឹងមែនបាទនិយាយត្រង់ហ្មងដោយបងធွာឡាវខ្ញុំមើលគាត់និយាយថាខ្មែរនិងឡាវនោះបងប្អូនគ្នាតាបាទតែគាត់ជួយចិត្តថៃគាត់ជួយចិត្តថៃគាត់ថាថៃអត់គាត់ជួយចិត្តខ្មែរស្រឡាញ់ខ្មែរshare by សម្បត្តិជំរាបសួរបងពន្យល់អ្វីដែលប្រធានាធិបតីបានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃផងអត់មានឃើញការឆ្លើយរាយការណ៍យ៉ាងម៉េចដែរគាត់ដឹងថាខាងភាគីថៃណាគាត់និយាយថាគាត់បានសន្ទនាគ្នាល្អទៅលើបញ្ហាជាច្រើនតាក់ទងគ្នារវាងប្រទេសទាំងពីរហើយក្នុងនោះមានរឿងការវិនិយោគទុនផងដែរអញ្ចឹងដូចខ្ញុំនិយាយព្រឹកមិញអញ្ចឹងគឺថៃគាត់ឈានឱកាសខ្មែរយើងមានបញ្ហាហ្នឹងគាត់ចាប់ផ្ដើមប្រខូចយើងដើម្បីយកមុខយកមាត់គាត់ធ្វើពាណិជ្ជកម្មអញ្ចឹងណាបាទអនុทิនគាត់និយាយអញ្ចឹងនៅ New Hampshire បើយើងជួបដីគេបាទហ្នឹងពីរដ្ឋមួយទៅរដ្ឋមួយមានច្បាប់ខុសគ្នាតែមួយទៅរដ្ឋមួយខុសគ្នាច្រើនបាទដូចអស់ហ៎សាប់គីលោកពូតាប្រតិបត្តិការកម្ចាត់ពួកគ្រឿងញៀននៅវេណេស៊ុយឡាអាចធ្វើអាមេរិកទូសាររឿងគ្រឿងញៀនក្នុងប្រទេសអាមេរិកបានកម្រិតណាដែរការនាំគ្រឿងញៀនចូលអាមេរិកវាចូលច្រើនច្រកនៅមកពីមិចស៊ីកូនោះក៏នាំមកដែរពីខាងត្បូងណាមកពីមិចស៊ីកូនោះក៏ច្រើនដែរមកពីខាងកាណាដានោះក៏មានមកដែរមកច្រើនណាស់ដូច្នេះវាអាចនឹងស្រកបានមួយកម្រិតដែរប៉ុន្តែសំខាន់ការដែលធ្វើអញ្ចឹងគេពិចារណាគេថាគឺជាការបញ្ជូនសញ្ញាបើបញ្ជូនសញ្ញាឲ្យអ្នកដែលចង់គិតចង់នាំមកហ្នឹងក៏ខ្លាចរអាមិនហ៊ាននាំមកដែរអញ្ចឹងណាអានឹងរឿងទី1បើសិនជារឿងគ្រឿងញៀនមែនក៏ប៉ុន្តែវាមានរឿងនៅផ្សេងពីនឹងទៀតដោយដែលខ្ញុំបានបញ្យល់កាលពីថ្ងៃម្សិលមិញអញ្ចឹងពីរឿងនយោបាយពីរឿងសេដ្ឋកិច្ចជាមួយនឹងវេណេស៊ុយឡាហ្នឹងបាទវេណេស៊ុយឡាហ្នឹងគឺគាត់នាំរឿងក្តៅក្រហាយដាក់អាមេរិកនឹងច្រើនក្នុងពេលកន្លងមកទាំងផ្នែកទៅលើសិទ្ធិមនុស្សជាធិបតេយ្យទាំងផ្នែកពីលើគោលការណ៍ដាក់ទណ្ឌកម្មរបស់អាមេរិកទាំងលើបញ្ហាធនធានប្រេងរបស់គាត់អាហ្នឹងគឺបាទហើយនឹងការដែលគាត់មានរឿងមានរាវជាមួយនឹងប្រទេសជិតខាងនឹងផងដែរបាទអញ្ចឹងប្រទេសជិតខាងគាត់ក៏មិនសប្បាយចិត្តនឹងគាត់ប្រហែលដែរវេណេស៊ុយឡានោះថានេះជាខ្ញុំជឿថាមិនដាក់ទេគឺតាមទៀមទាដីភូមិច័ន្ទឯកន្លែងផ្សេងទៀតមិនទៀមទាវិញទេបើមានលក្ខខណ្ឌថៃផ្សាយហើយបាទអញ្ចឹងណាបាទពួកយើងអត់ដឹងទាំងអស់ដូចគ្នាបាទយើងអត់ដឹងទាំងអស់ដូចគ្នាដូច្នេះយើងខ្ញុំសន្និដ្ឋានទៅតាមអ្វីដែលលិខិតដែលបាននិយាយអញ្ចឹងណាបាទប៉ុន្តែតាមធម្មតាថៃក៏គាត់មិនរីករាយនឹងនិយាយឲ្យល្អពីយើងដែរអញ្ចឹងយើងត្រូវដឹងគំនិតគាត់ថាបើយើងដាក់លក្ខខណ្ឌលើគាត់ហ្នឹងគឺគាត់មិនយកទៅនិយាយទេណាអញ្ចឹងបានដូចអ្នកណាសួរខ្ញុំថ្ងៃមុនថាតើសារព័ត៌មានយ៉ាងម៉េចយ៉ាងម៉ានៅថៃគេសួរបានសារព័ត៌មាននៅខ្មែរមិនទាន់សួរបានតើធ្វើយ៉ាងម៉េចបាទខ្ញុំឆ្លើយភ្លេចចំណុចមួយលឿនពេកហ្នឹងថៃគាត់សួរមែនថៃគាត់សួរច្រើនគាត់សួរគ្នាគាត់សួរច្រើនតែយើងមើល end result លទ្ធផលចុងក្រោយវិញពេលដែលគាត់ផ្សាយដូចទាំងមិនសួរដែរសឹងតែស្ដាប់តាមរដ្ឋាភិបាលគាត់មកគាត់ផ្សាយតាមនឹងឲ្យទាំងអស់ហ្នឹងបាទរបៀបផ្សាយគាត់ក៏មិនខុសពីនៅស្រុកខ្មែរដែរហ្នឹងបាទសួរយកទៅនាមហ្នឹងហើយគាត់មានតែសួរដល់បើក្បួនត្រូវសួរមកស្រុកខ្មែរយក statement ស្រុកខ្មែរឃើញ council ឃើញសរសេរគាត់បើពេលខ្លះបាទគាត់ឲ្យខាងពាក្យខ្មែរនឹងចូលទៅបាទបើថា nation នៅវងកោប៉ុហ្នឹងគឺថាអត់លើគេប្រមាណដែរហ្នឹងបាទអញ្ចឹងដូច្នេះខាងយើងដឹងចរិតរបស់ខាងពីថៃជួនកាលគាត់មិនឲ្យ credit មកយើងគាត់មិននិយាយអ្វីណាដែលយើងដាក់សម្ពាធលើគាត់មិននិយាយទេតែរឿងគាត់ដាក់សម្ពាធលើយើងគាត់ផ្សាយសម្បើមដៃណា
សួរទៀតហើយយីយឿនស៊ីយឿនក៏ថាតើអាចយកលុយដែលបកអាមេរិកមកអភិវឌ្ឍប្រទេសយើងបានទេលុយបកនេះជនរងគ្រោះនៅអាមេរិកនៅអឺរ៉ុបនេះតាគេសងមកនៅនេះទៅវិញទេគេទៅស្រុកខ្មែរបាទអស់ហើយបាទជំរាបសួរអូខេវាសនាជំរាបសួរលោកពូសូមសួរលោកពូមួយតើការអស់ការធ្មត់របស់ប្រធានប្រសិទ្ធិនៅពេលនេះពាក់ព័ន្ធនឹងរឿងអាមេរិកបង្កក់តបសម្បត្តិរបស់លោកស៊ីដែរទេបាទខ្ញុំសូមមិនគិតដល់ប៉ុណ្ណឹងទេបាទវាមិនអាចនឹងដល់ប៉ុណ្ណឹងដែរឬក៏យ៉ាងម៉េចយើងមិនដឹងដែរប៉ុន្តែយើងមើលសកម្មភាពរបស់ថៃហ្នឹងបាទអ្នកល្មមនោះអស់ការអត់ធ្មត់យូរហើយបាទអ្នកល្មមអស់ការអត់ធ្មត់យូរហើយគាត់ផ្កើនពេកហ្មងបាទផ្កើនទី1គឺគាត់ប្រើតាក់ទិកgive in នឹងផងគាត់ទី2គាត់មកបង្កហេតុនឹងច្រើនផងបាទដូច្នេះបើអ្នកគេអត់អស់ការអត់ធ្មត់នឹងយូរហើយបាទប៉ុន្តែដោយឃើញកម្ពុជានឹងគេនៅអត់ធ្មត់បានយូរដែរបាទអញ្ចឹងណាប៉ុន្តែពីព្រោះថៃចង់ធ្វើមិនឲ្យយើងផ្ទុះអាវុធទៅដើម្បីវាបានរករឿងរលេះប្តឹងទៅអន្តរជាតិអញ្ចឹងក៏ប៉ុន្តែបើក្នុងរយៈពេលកន្លងមកខ្មែរអាចនឹងមានហេតុផល justification ណាបង្ហាញហេតុផលសមស្របទូយ៉ាងដូចមានចាក់មីក្រូចាក់អីសំខាន់ដូចជ្រុលពេកយកមានមកមានដើរធ្វើសកម្មភាពគាត់លក់លើយរបៀបដូចសម័យបុរាណគេបញ្ជូនធានទៅជេរមុខប្រទេសរាល់ថ្ងៃអញ្ចឹងណាបាទអាហ្នឹងអាចនឹងគេយកអាហ្នឹងអាចគេថាអាចកម្ពុជាយកចំណុចហ្នឹងធ្វើជាចំណុចថាសមហេតុផលផ្ដល់ហេតុផលដើម្បីធ្វើសកម្មភាពដែរបាទចិនសាមិញសវណ្ណរងមកក៏តាំងតែពីមានចំនួនថៃកាលឡើងកម្ពុជាមិនសូវឮសំឡេងចេញពីបងធំទី1ស្ដេចជួតងបងធំបងប្អូនធေါ်បងសោះបងបាទតាមធម្មតាអាស៊ានគាត់មានគោលការណ៍មួយគឺមិនជឿជែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកបាទពីព្រោះការនិយាយបើការណានិយាយគឺវាជាចំហរបស់ប្រទេសហើយវាជាចំហរបស់ប្រទេសអញ្ចឹងការនិយាយស្ដីមួយចំនួនយើងនិយាយមកកាន់ជើងកម្ពុជាថៃអាចស្រែកថាมันអាចធ្វើយ៉ាងបានទេជួយជែកកិច្ចការផ្ទៃក្នុងរបស់គាត់អីចឹងទៅបាទពីព្រោះអាស៊ានក៏មានគោលការណ៍មួយនឹងចងគ្នាទៅវិញទៅមកផងដែរណាបាទអញ្ចឹងអស់មានណាអស់មានព័ត៌មានណាបាទ